ហ្នឹងអាទឹកតោះកាហ្វេតោះទឹកលេងណាអើណាជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះយើងអត់មកសាកថ្មជីវិតទេគឺយើងទៅសាករសជាតិកាហ្វេថ្មីកន្លែងថ្មីបែប relax ម្ដងអ្នកនរគ្នាហើយសម្រាប់ទីតាំងគឺអត់ពិបាករកទេបើអ្នកកោះកុំហើយស្គាល់ច្បាស់មកហើយបើអ្នកមិនទាន់ស្គាល់ទេក៏អាចមើលវីដេអូខ្ញុំបានគឺយើងឆ្លងពីត្រង់ម្ខាងមកបនវងមូជ័យវរ្ម័នទៅខាងឆ្វេងដៃហើយយើងជីកបុកត្រង់មករហូតមកដល់ឆ្នេរបាក់ខ្លងយើងធ្វើការបត់ស្ដាំដៃហើយជា10ម៉ែត្រគឺដល់ហើយអ្នកនរគ្នាបើសម្រាប់ទីតាំងកាហ្វេមួយនេះខ្ញុំរេត10លើ10ហ្មងទាំងការស្គាល់ទាំងកន្លែងថតរូបគឺស្អាតខ្លាំងមែនទែនសម្រាប់អ្នកត្រូវការវិញ្ញាបែបមាត់សមុទ្រអីគឺត្រូវចិត្តខ្លាំងមែនទែនបើសម្រាប់ខ្ញុំធ្លាប់តែចូលទៅរីកស្រូបយកក្លិនធម្មជាតិព្រៃភ្នំឥឡូវបដូរបរិយាកាសមកស្រូបក្លិនធម្មជាតិមាត់សមុទ្រម្ដងគឺអែមខ្លាំងមែនទែនវិញ្ញាមើលទៅស្អាតខ្លាំងហើយបើសិនជាអ្នកចូលចិត្តថតរូបទៀតគឺដឹងតែត្រូវចិត្តមកបើនិយាយពីការដេកវិញគឺប្លង់ស្អាតខ្លាំងមែនទែនដូចអ្នកនរគ្នាបានឃើញអញ្ចឹងដើរចូលមកស្វាគមន៍ដោយដើមឈើស្នានេះតងអ្នកអត់មានគូបាទគឺអត់មានគូគឺអង្គុយតងតែឯងចឹងហើយនិយាយលេងទៅអ្នកនរគ្នាខ្ញុំមករៀងថ្ងៃបន្តិចគឺអត់សូវមានមនុស្សតែដល់ពេលល្ងាចគឺមានមនុស្សច្រើនខ្លាំងមែនទែនតោះពីដើរហត់ហើយយើងក៏ចូលដល់វគ្គយើងចូល order កាហ្វេម្ដងគឺរសជាតិកាហ្វេគាត់ឆ្ងាញ់ខ្លាំងមែនបើនិយាយពីតម្លៃកាហ្វេវិញក៏សមរម្យដែរអ្នកនរគ្នាហើយមកទីនេះគឺចំណេញខ្លាំងមែនទែនហេតុអីបាទខ្ញុំនិយាយថាចំណេញគឺពេលល្ងាចតិចយើងអាចអង្គុយមើល sunset គឺអែមហ្មងចង់និយាយចឹងទេសភាពស្អាតសាហាវបើអ្នកចូលចិត្តអង្គុយអានសភៅ relax អង្គុយស្ដាប់ទឹកសមុទ្រអីដឹងណាអែមហ្មងមើលទៅទស្សនវិជ្ជាខ្ញុំថតហ្នឹងទៅគឺស្អាតខ្លាំងហ្មងបើអ្នកទាំងអស់គ្នាអត់តាមមកទេគឺខ្ញុំ recommend ឲ្យមកខ្លាំងមែនទែនកន្លែងនេះគឺសម្រាប់មនុស្ស introvert ក៏ត្រូវអ្នកមានគូក៏ត្រូវដែរហើយចង់បានប្លង់ជីឡានបាទមានប្លង់ជីឡានឲ្យជីទៀតនិយាយទៅសម្រាប់អ្នកចូលចិត្តថតរូបគឺដឹងតែត្រូវហើយគឺប្លង់ស្អាតខ្លាំងហើយបើអ្នកទាំងអស់គ្នាអត់មានអ្នកថតរូបទេគឺខ្ញុំអាចថតឲ្យបានគឺខ្ញុំយកតែមួយស្លឹកមករៀលទេខ្ញុំនិយាយលេងទេអ្នកទាំងអស់គ្នាហើយចាំខ្ញុំដាក់ប្លង់ថតរូបឲ្យអ្នកទាំងអស់គ្នាមើលក្នុងវីដេអូហ្នឹងគឺស្អាតខ្លាំងមែនទែនដូចអ្នកនរគ្នាបានឃើញចឹងកន្លែងថតរូបគឺមានច្រើនតែខ្ញុំថតឲ្យបានសពគ្រប់ជ្រុងជ្រោយទេសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តទស្សនវិជ្ជាបែបនេះខ្លាំងមែនទែនហើយមកគឺពួកខ្ញុំមិនណាខាតទេគឺដើរថតសឹងតែគ្រប់កន្លែងហើយគឺកន្លែងគាត់គឺស្អាតខ្លាំងមែនទែនមើលតែទស្សនវិជ្ជាខ្ញុំថតហ្នឹងទៅគឺនិយាយតែអែមហ្មងហើយកន្លែងនេះគឺគេមានកង់ឲ្យយើងជិះមើលវិញ្ញាតាមឆ្នេរសមុទ្រទៀតគឺយើងជិះបដាមើលឆ្នេរសមុទ្របដាហើយយើងចង់ជិះមើល sunset អីក៏អែមដែរតែស្ដាយខ្លាំងមែនទែនថ្ងៃនេះគឺយើងមកអត់បានមើល sunset យើងប្រញាប់ទៅផ្ទះពេកហើយអញ្ចឹងគឺវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ